ជាប់ទូរស័ព្ទទៅកាន់ភ្នាក់ងាររាយការណ៍ព័ត៌មាននៅតាមបណ្ដាខេត្តឲ្យជូនទៅលោកបត្រាឆ្លើយឆ្លងមុនបាទសូមចេញបាទដំបូងសូមជាប់ទូរស័ព្ទទៅភ្នាក់ងារប្រចាំការនៅក្នុងខេត្តស្ទឹងត្រែងជួបនឹងលោកកំហឿនបាទជំរាបសួរលោកកំហឿនបាទជំរាបសួរលោកសុខៈនិងលោកបត្រាបាទជំរាបសួរបាទលោកកំហឿនអាកាសធាតុនៅខេត្តស្ទឹងត្រែងមានត្រជាក់ធ្លាក់ត្រជាក់អីទេបាទព្រឹកហ្នឹងបាទព្រឹកនេះដូចរៀងត្រជាក់ជាងពីម្សិលលោកសុខៈបាទពេលនេះឃើញថាបងប្អូនប្រជាពលរដ្ឋយើងខ្លះហ្នឹងក៏ពាក់អាវរងាហើយទោះបីតែខ្ញុំក៏ពាក់អាវរងាដែរបាទទើបចាប់ផ្ដើមព្រឹកនេះធ្លាក់រីកភ្លឺនេះទេឬក៏តាំងពីម្សិលល្ងាចបាទតាំងពីល្ងាចមកតែម្ដងលោកបត្រាបាទត្រជាក់ជុំហើយសម្រាប់ទឹកដីខេត្តស្ទឹងត្រែងបាទអរគុណរឿងរ៉ាវព្រឹកហ្នឹងមានអីជម្រាបជូនសូមអញ្ជើញលំអិតបាទជម្រាបជូនពីសកម្មភាពចុះបង្ក្រាបបទល្មើសព្រៃឈើនៅស្រុកសាលាបរិវត្តដោយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងតែម្ដងបាទលោកបត្រាលោកសុខាបាទបង្ក្រាបទីតាំងនៅក្នុងតំបន់ព្រៃការពារឬយ៉ាងណាលោកបាននោះទស្សនវិជ្ជាដូចជាតំបន់ព្រៃការពារបាទដោយសារបទល្មើសព្រៃឈើនេះវាមានការឡើងយូរហើយនៅតំបន់នោះហើយពុំតែមានសមត្ថកិច្ចណាទៅធ្វើការបង្ក្រាបទេហើយពេលនេះមិនដឹងថាវាមានរឿងកើតបែបណាទេបានឈានដល់មានការទៅចាប់ឈើនេះតែម្ដងហើយបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះគាត់សាទរណាស់ក្នុងការបង្ក្រាបបទល្មើសព្រៃឈើនេះពីព្រោះថាតំបន់នេះជាតំបន់ដែលត្រូវអភិរក្សសម្រាប់បម្រើឲ្យវិស័យទេសចរតែម្ដងនៅជិតតំបន់ព្រៃគេហៅថាទឹកធ្លាក់សុភមិត្តតែម្ដងលោកបត្រាបាទលោកកំហឿនប្រភេទឈើជាប្រភេទឈើអីទៅប្រហែលមុខទៅឬក៏តែមួយមុខឈើសម្រាប់ធ្វើផ្ទះទេឬយ៉ាងម៉េចបាទបាទតាមមន្ត្រីជំនាញបានបញ្ជាក់ឲ្យដឹងថាឈើនេះជាប្រភេទឈើសុក្រំហើយមានមុខធំតែម្ដងហើយមានចំនួន135កំណាត់ដែលត្រូវឈ្មោះបំរុងនឹងនាំចេញយកទៅលក់នៅបណ្ដាប្រទេសជិតខាងយើងនេះលោកបត្រាបាទឈើទាំងនេះគឺស្ថិតនៅក្នុងគេហៅថាគេហៅថាកន្លែងផលិតកែច្នៃរបស់គេឬក៏នៅក្នុងតំបន់ព្រៃការពារដែរលោកបាទឈើនេះគឺថាឈ្មោះបានលាក់នៅក្នុងព្រៃតែម្ដងកាត់យកចេញពីព្រៃមកហើយលាក់នៅក្នុងព្រៃតែម្ដងហើយបំរុងនឹងនាំចេញទៅតាមក្បួនឡានគេហៅថាក្បួនឡានក្រុមហ៊ុនដែលគេមានច្បាប់ត្រឹមត្រូវហ្នឹងពេលណាដែលក្បួនឡាននឹងគេចេញគឺថាឈ្មោះហ្នឹងបានដាក់ឈើនឹងតាមឡានធំហ្នឹងហើយចេញទៅតាមឡានក្បួននឹងតែម្ដងអញ្ចឹងធ្វើឲ្យសមត្ថកិច្ចនេះពិបាកក្នុងការបង្ក្រាបណាស់ហើយពេលនេះដោយសារមានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះទៅសមត្ថកិច្ចជំនាញនោះលោកបានចុះទៅធ្វើការបង្ក្រាបបានចំនួន135កំណាត់តែម្ដងលោកបត្រាបាទរដ្ឋបាលព្រៃឈើលោកបានបញ្ជាក់ទេថាតើនៅខាងក្រោយឈ្មោះឈើហ្នឹងអ្នកណាឬក៏ម្ចាស់បុគ្គលណាដែរដែលលោកនៅពីក្រោយបាទបើតាមការអះអាងរបស់លោកឈៀងតុលាប្រធានខណ្ឌរដ្ឋបាលព្រៃឈើលោកបានបដិញ្ញាថាបើសិនណាជាមានអ្នករដ្ឋការឬក៏មានអ្នកកាងអីពីក្រោយលោកនឹងធ្វើការចាប់អ្នកនោះទៀតហើយប្រសាសន៍របស់លោកឈៀងតុលានេះហើយបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរងចាំមើលថាតើខណ្ឌរដ្ឋបាលព្រៃឈើអនុវត្តដូចបានពាក្យនិយាយដែរឬអត់ហើយពេលនេះឈើដែលរកឃើញនេះខណ្ឌរដ្ឋបាលព្រៃឈើនឹងកំពុងតែព្យាយាមរកមជ្ឈបាយដឹកយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តតែម្ដងលោកបុត្រាលោកកំហឿនទស្សនវិជ្ជាដូចជាដុតឈើហ្នឹងថាតើខាងឈ្មោះអ្នកដុតឬក៏ខាងណាខាងណីអ្នកដុតបាទឃើញដូចជាមានផេះឬក៏កំតិចផេះផង់អីនៅលើឈើហ្នឹងបាទនេះគ្រាន់តែជារូបភាពមួយដែលឈ្មោះគាត់ធ្វើបំរុងបិទភ្នែកសមត្ថកិច្ចតែប៉ុណ្ណោះទេហើយឈើនេះគាត់មិនបានដុតទេដោយសារឈើថ្មីអញ្ចឹងហើយគាត់យកតែសម្រាមយកមេឈើឲ្យដុតរៀងខ្មៅទៅគ្របពីលើនោះដើម្បីបញ្ជាក់ថាឈើនោះវាមានជាឈើចាស់ឈើអីចឹងជាការបំរុងភ្នែករបស់ឈ្មោះតែប៉ុណ្ណោះបាទអរគុណហើយជាទូទៅនៅក្នុងខេត្តស្ទឹងត្រែងទាំងមូលករណីគេហៅថាបទល្មើសព្រៃឈើនឹងខាងសមត្ថកិច្ចមានការបង្ក្រាបបានប្រមាណករណីដែរជាទូទៅបាទចុងក្រោយបាទបើជារឿយសមត្ថកិច្ចតែងតែធ្វើការបង្ក្រាបហើយក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងធ្វើមិនអស់ទេវានៅតែមានការឆក់ល្វែងអញ្ចឹងលោកបត្រាព្រោះថាភូមិសាស្ត្រនៅខេត្តស្ទឹងត្រែងនេះវាពោពេញទៅដោយគេហៅថាតំបន់ព្រៃឈើអញ្ចឹងហើយការបង្ក្រាបនេះទោះបីមានការរួមទោះបីមានការសហការពីអាជ្ញាធរទៅដោយក៏នៅតែមានបទល្មើសព្រៃឈើនេះកើតឡើងមិនចេះចប់ទេហើយមួយវិញទៀតតំបន់ដែលនៅក្នុងឃុំព្រះរំកិលនេះឯកឧត្តមអភិបាលខេត្តកុលសំអល់លោកធ្លាប់មានប្រសាសន៍ដាក់បំរាមទៅដល់អាជ្ញាធរនៅទីនោះក៏ដូចសមត្ថកិច្ចដែរថាឲ្យការពារអភិរក្សតំបន់នោះសម្រាប់ទុកធ្វើការបម្រើឲ្យវិស័យទេសចរតែធ្វើមិនបានទេដោយសារសមត្ថកិច្ចក៏ដូចជាអាជ្ញាធរនៅតំបន់នោះគាត់មិនមានសមត្ថភាពដូចឈ្មោះហើយឈ្មោះគាត់មានឡានធំហើយសម្រាប់តែអាជ្ញាធរហើយនឹងសមត្ថកិច្ចទៅនោះគាត់ជិះតែម៉ូតូដល់អញ្ចឹងគាត់មិនមានអំណាចទៅធ្វើការបង្ក្រាបនៅតំបន់នោះបានបាទសូមអរគុណសូមជម្រាបលាលោកកំហឿនរាយការណ៍យ៉ាងខ្វះក្បាយទាក់ទងទៅនឹងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងលោក
ក្រាបឈើដែលជាច្រើនកំណាត់នៅក្នុងព្រៃអរគុណជំរាបលាលោក បាទសូមអរគុណសូមជម្រាបលាបាទ បាទសូមជូនពរបាទអរគុណណាស់មុននឹងជូនទៅភ្នាក់ងារមួយរូបទៀតគឺលោកប៊ុនថនប្រចាំការនៅក្រុងប៉ោយប៉ែតសូមអនុញ្ញាតជម្រាបជូនខ្លីៗទេរឿងព្រៃឈើបទល្មើសព្រៃឈើគឺជាបទល្មើសព្រំប្រទានដែលរដ្ឋបាលព្រៃឈើមានភារៈជានគរបាលយុតិធម៌នឹងមានទូនីតិស៊ើបអង្កេតស្រាវជ្រាវនៅចាប់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការប៉ុន្តែរដ្ឋបាលព្រៃឈើក៏មានសិទ្ធិមួយទៀតនៅក្នុងការធ្វើពិន័យអន្តរការទៅតាមមាត្រា96នៃច្បាប់ស្តីពីព្រៃឈើនោះដែលមាត្រានេះបានកំណត់ថាត្រូវទទួលពិន័យអន្តរការពីរដ្ឋបាលព្រៃឈើប្រាក់ចំនួនពី2ទៅ3ដងនៃតម្លៃវត្ថុតាងពិតប្រាកដនៅទីផ្សារចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសព្រៃឈើដូចជាការកាប់ដើមឈើអីចឹងជាដើមទៅការដឹកជញ្ជូនផលអនុផលព្រៃឈើធ្វើការដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់លើប្រមាណកំណត់ក្នុងលិខិតអនុញ្ញាតអីជាដើមអ្វីផ្សេងទៀតហើយបើសិនជានិយាយពីទោសព្រំមិនទាន់វិញគឺថាអាហ្នឹងជាប់គុកជាប់ច្បាប់អានេះខ្ញុំជម្រាបជារឿយៗហើយជូនដល់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធបញ្ហាហ្នឹងថ្ងៃក្រោយចាំជម្រាបជូនបន្តទៅទៀតហើយសូមអនុញ្ញាតជួបលោកប៊ុនថនវិញណាបាទលោកប៊ុនថនជម្រាបសួរបាទជម្រាបសួរលោកសកានិងលោកបត្រាបាទជម្រាបសួរលោកប៊ុនថនតើមានអ្វីរាយការណ៍ពីក្រុងប៉ោយប៉ែតបាទនៅព្រឹកនេះខ្ញុំបាទមានសេចក្តីរាយការណ៍មួយលោកបាទអំពីទូអំពើហិង្សាចាក់សាំងដុតសម្រាមទាំងយប់នៅផ្សារប៉ោយប៉ែតព្រមម្ចាស់ផ្សារមិនគោរពនៅកិច្ចរូបរាងជាមួយប្រជាពលរដ្ឋបាទធ្លាប់តែដុតកង់ឡានដើម្បីទាមទារឥឡូវដុតសម្រាមដើម្បីទាមទារណាបាទសូមអញ្ជើញមករឿងនេះយ៉ាងម៉េចដុតលេបាទបញ្ហាដែលគ្មានទីតាំងដាក់សម្រាមត្រឹមត្រូវនៅមុខផ្សារប៉ោយប៉ែតនេះធ្វើឲ្យរំបាយក្លិនស្អុយត្រហឹងលើគេឯងបាទជាពិសេសប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះបានផ្ទុះការតវ៉ាសូមឲ្យបញ្ឈប់ការចាក់សម្រាមនៅទីនោះប៉ុន្តែនៅតែបន្តកើតមានធ្វើឲ្យអ្នកស្រុកចាក់សាំងដុតផ្អើលទាំងយប់បាទកាលពីថ្ងៃទី3ខែកុម្ភៈ2015នេះគូបញ្ជាក់ថាសម្រាមដែលកម្មករផ្សារនៅប៉ោយប៉ែតដាក់យកមកចាក់ចោលនៅមុខខ្លោងទ្វារខាងកើតនោះបានធ្វើឲ្យចោលក្លិនស្អុយបាទគ្រប់ទាំងយប់ទាំងថ្ងៃបានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញផ្សារនោះជាពិសេសគឺការលក់ដូររបស់ពួកគាត់មិនមានអ្នកចូលមកហូបបាទការចាក់សម្រាប់នេះបានមិនមានការឯកភាពគ្នាដោយសារតែបញ្ហាខាងលើនេះការពីថ្ងៃទី2ខែដដែលនេះបាទអ្នកស្រុកក៏បានតវ៉ាជាមួយជាមួយម្ចាស់ផ្សារក៏ដូចជាក្រុមហ៊ុនដឹកសម្រាមថាសូមឲ្យបញ្ឈប់ការចាក់ជាគំនូរសម្រាមនៅខាងក្រៅផ្សារហើយឲ្យរថយន្តក្រុមហ៊ុនដឹកសម្រាមនឹងប្រមូលតាមមុខផ្ទះវិញប៉ុន្តែម្ចាស់ផ្សារក៏ដូចជាក្រុមហ៊ុនដឹកសម្រាមមិនបានឯកភាពជាមួយប្រជាពលរដ្ឋក៏នៅតែបន្តជាគំនូរដដែលធ្វើឲ្យប្រជាពលរដ្ឋផ្ទុះកំហឹងដឹកសម្រាមតែម្ដងឥឡូវបន្ទាប់ពីដិតនោះលទ្ធផលនៃការទាមទារឲ្យប្រមូលឲ្យស្អីឲ្យបានត្រឹមត្រូវអាជ្ញាធរឲ្យលោកចាត់ចែងរបៀបមិនបន្តទៀតចំពោះវិធានការទៅមុខបាទគួរបញ្ជាក់ផងដែរលោកអាបាក្រុងប៉ោយប៉ែតក៏លោកក៏បានប្រាប់ឲ្យដឹងថាបញ្ហានេះលោកបានធ្វើការដោះស្រាយជារឿយៗដែរប៉ុន្តែបញ្ហានេះមិនមានហាក់បីដូចជាមានការឯកភាពគ្នាសោះរវាងប្រជាពលរដ្ឋហើយនឹងម្ចាស់ផ្សារក៏ដូចជាក្រុមហ៊ុនដឹកសម្រាមតែទោះបីជាយ៉ាងណាក៏ដោយលោកនឹងបន្តធ្វើការដំណោះស្រាយនេះតទៅទៀតប៉ុន្តែសភាពការដែលចាក់សម្រាមនៅចំណុចនេះការពីម្សិលមកនេះឃើញថាម្ចាស់ផ្សារបានបញ្ឈប់ធ្វើការចាក់សម្រាប់នៅទីនោះហើយជាបរិបទក៏បានស្វាគមន៍លោកក៏បានដាក់ជាធូបការនៅចំណុចនោះដើម្បីលម្អធ្វើឲ្យមានបរិស្ថានឡើងវិញហើយប្រជាពលរដ្ឋសង្ឃឹមថាម្ចាស់ផ្សារនឹងមានការធ្វើការប្រែផ្លាស់ប្ដូរនៅការទម្លាប់អាក្រក់នេះធ្វើឲ្យបរិស្ថាននៅទីផ្សារនឹងឡើងវិញលោកបាទអរគុណបាទជម្រាបលាលោកប៊ុនថនបាទអរគុណបាទអរគុណណាស់ឥឡូវនេះសូមអនុញ្ញាតសម្រាប់តិចសិនមិញមានបងប្អូនយើងសួរមកថាច្បាប់សម្រាមឬច្បាប់អីហ្នឹងវារបៀបម៉េចប៉ុន្តែខ្ញុំចាំឆ្លើយជូននៅពេលក្រោយតទៅទៀតនៅពេលដែលមានអត្ថបទព័ត៌មានពាក់ព័ន្ធអញ្ចឹងបងប្អូនតាមដានរាល់ថ្ងៃឆ្លើយមួយថ្ងៃហ្នឹងបងប្អូនស្អីលេងមើលបដ ாய் អរគុណសូមពេលសម្រាប់បន្តិចសិនបានតិចទៀតជួបគ្នាបន្ត